នៅក្នុងថ្ងៃនេះអ្នកគ្រូមានលំហាត់សម័យកាល exponential មួយមកបង្ហាញដល់បងប្អូនទាំងអស់គ្នាតោះឥឡូវកុំឲ្យខាត់ពេលយូរយើងទៅមើលការដោះស្រាយទាំងអស់គ្នាឥឡូវប្រធានលំហាត់របស់យើងគេឲ្យ3ស្វ័យគុណ x បូកជាមួយនឹង3ស្វ័យគុណ x បូក1ស្មើនឹង12អញ្ចឹងសម័យកាលដែលគេឲ្យនេះជាសម័យកាល exponential អញ្ចឹងយើងដើម្បីដោះស្រាយសម័យកាលនឹងបានគឺដំបូងគឺយើងត្រូវសរសេរវាសិនមកយើងសរសេរបានថា3ស្វ័យគុណ x បូកជាមួយនឹង3ស្វ័យគុណ x គុណជាមួយនឹង3ស្វ័យគុណ1កន្លែងនេះយើងបំបែកវាដូចរូបមន្តនេះមក a ស្វ័យគុណ m បូក n ស្មើនឹង a ស្វ័យគុណ m គុណនឹង a ស្វ័យគុណ n អញ្ចឹងយើងបំបែកមកបានប៉ុណ្នេះហើយស្មើនឹង12យើងសរសេរបន្តទៀតសម្រាប់សម័យកាលរបស់យើងនេះវាមាន3ស្វ័យគុណ x អញ្ចឹងយើងទាញ3ស្វ័យគុណ x ជាកតាមកវាមានកតារួម3ស្វ័យគុណ x អញ្ចឹងពេលដែលយើងទាញមក3ស្វ័យគុណ x នេះនៅសល់1ហើយកន្លែងនេះសល់3ស្វ័យគុណ1តែយើងដាក់3ធម្មតាមកមិនដាក់ស្វ័យគុណក៏បានដែរស្មើនឹង12យើងសរសេរបន្តទៀតបាន3ស្វ័យគុណ x គុណជាមួយនឹង4ស្មើនឹង12យើងទាញរ3ស្វ័យគុណ x អញ្ចឹងស្មើនឹង12នៅលើ4បាន3ស្វ័យគុណ x ស្មើនឹង3កន្លែងនេះសម័យកាលរបស់យើងគឺ3ស្វ័យគុណ x ស្មើនឹង3ស្វ័យគុណ1អញ្ចឹងកាលណាដែលសម័យកាលដែលគោលរបស់វាដូចគ្នាគឺយើងអាចលុបគោលវាបានអញ្ចឹងយើងអាចទាញថា x របស់យើងគឺស្មើ1 x ស្មើ1នេះជាឫសនៃសម័យកាល